និមិត្តរូបនៃស្ត្រីក្នុងវិស័យស្ថាបត្យកម្មថ្ងៃនេះក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិសូមផ្ដល់ការសរសើរដល់ស្ត្រីដែលបំបែករបាំងប្រឆាំងនឹងការរំពឹងទុកនិងកែប្រែពិភពលោកជាមួយនឹងចក្ខុវិស័យដ៏ក្លាហាននិងការតស៊ូយើងសូមរំលឹកដល់រាជិនីខ្សែកោងក្នុងវិស័យស្ថាបត្យកម្មគឺសាហាហាឌីតជាស្ថាបត្យករដែលមានចក្ខុវិស័យខ្ពស់ដែលការងាររបស់គាត់បានផ្លាស់ប្ដូរចក្ខុវិស័យជំវិញពិភពលោកនិងបង្ហាញឡើងនូវឥទ្ធិពលនៃស្ថាបត្យកម្មវីដេអូនេះផងដែរឧបត្ថម្ភដោយក្រុមហ៊ុនសាងសង់ True Home បើអូនពូមីងមានគោលបំណងក្នុងការសាងសង់ផ្ទះ Admin សូមណែនាំក្រុមហ៊ុន True Home ឈ្មោះថាក្រុមហ៊ុនមែនប៉ុន្តែអត់ខ្លាចដោយអូនពូមីងក៏ទេសំខាន់សាងសង់ជាមួយក្រុមហ៊ុនយើងធានាបាននូវគុណភាពទំនុកចិត្តអត់ខ្លាចជាងរត់ចោលឬធ្វើលើថវិកាកំណត់ទេកើតនៅក្នុងទីក្រុងបាក្ដាដក្នុងឆ្នាំ1950សាហាហាឌីតធំឡើងជាមួយនឹងចិត្តចង់ដឹងចង់ឃើញនិងស្រឡាញ់គណិតវិទ្យាជាមួយនឹងការរចនាគាត់បានសិក្សាផ្នែកគណិតវិទ្យានៅសាកលវិទ្យាល័យអាមេរិកក្នុងទីក្រុងប៊ែរុតហើយក្រោយមកបានផ្លាស់ប្ដូរទៅទីក្រុងឡុងដើម្បីសិក្សាផ្នែកស្ថាបត្យកម្មដោយជ្រើសរើសយកផ្លូវដែលគ្រប់គ្នាគិតថាមិនស័ក្តិសមសម្រាប់ស្ត្រីភេទនៅដើមឆ្នាំនៃអាជីពរបស់គាត់ការរចនារបស់ Hadid ពុំត្រូវបានគេទទួលស្គាល់និងឲ្យតម្លៃឡើយព្រោះគិតថាជាគំនិតរបស់នារីភេទជាគំនិតរវើរវាយមិនអាចទៅរួចហើយជារឿយៗត្រូវបានគេច្រានចោលដោយនិយាយថាមិនអាចសាងសង់បានព្រោះជាចក្ខុវិស័យរ៉ាឌីកាល់ដែលជំទាស់នឹងអនុសញ្ញាណនៃស្ថាបត្យកម្មជំនួសឲ្យការបះបង់គាត់បានបន្តជំរុញទៅមុខដោយប្រើប្រាស់ការស្រមៃភាពធន់និងជំនឿមិនចេះចុះញោមក្នុងគំនិតរបស់គាត់បន្ទាប់ពីការតស៊ូអស់រយៈពេល14ឆ្នាំគាត់ក៏ទទួលបានផ្លែផ្កានៅឆ្នាំ2004សាហាហាឌីតបានក្លាយទៅជាស្ត្រីដំបូងគេបំផុតដែលឈ្នះពានរង្វាន់ស្ថាបត្យកម្ម Pritzker ដ៏ល្បីល្បាញដែលជារឿយៗត្រូវបានគេហៅថារង្វាន់ Nobel ស្ថាបត្យកម្មសមិទ្ធផលជាប្រវត្តិសាស្ត្រនេះបានសម្គាល់ពីព្រឹត្តិការណ៍ដ៏សំខាន់មួយមិនត្រឹមតែសម្រាប់គាត់ប៉ុណ្ណោះទេប៉ុន្តែសម្រាប់ស្ត្រីក្នុងអាជីពដែលគ្រប់គ្រងដោយបុរសជាយូរណាស់មកហើយគាត់ក៏ជាអ្នករចនាអគារល្បីៗជុំវិញពិភពលោកផងដែរដូចជាសារមន្ទីរ Maxi ក្នុងទីក្រុងរ៉ូម Aquatic Center ក្នុងទីក្រុងឡុងសម្រាប់ព្រឹត្តិការណ៍អូឡ িম্প ិកនាឆ្នាំ2012សាហាហាឌីតមិនត្រឹមតែសាងសង់អគារប៉ុណ្ណោះទេនាងបានបំបែករនាំងខាំងឃាសក្តានុពលស្ត្រីឯករាជ្យភាពនៃការគិតការច្នៃប្រឌិតនិងភាពជាអ្នកដឹកនាំរបស់នាងបានបង្ហាញដល់ស្ត្រីជំនាន់ក្រោយថាស្ថាបត្យកម្មនិងគ្រប់វិស័យទាំងអស់ដែលពួកគេជ្រើសរើសនឹងស័ក្តិសមសម្រាប់ស្ត្រីក្លាហាននិងគ្មានភាពភ័យខ្លាចដោយតែគាត់ខ្លួនឯងធ្លាប់បានទទួលយកគំនិតនៃការដើរលើផ្លូវដែលគ្រប់គ្នាថាខុសមិនស័ក្តិសមមិនអាចទៅរួចប្រកបដោយទំនុកចិត្តឯករាជ្យនិងឈានទៅមុខមិនឈប់ឈរឯករាជ្យភាពនេះមិនត្រឹមតែជាសេរីភាពប៉ុណ្ណោះទេប៉ុន្តែជាអំណាចនៃការបង្កើតការច្នៃប្រឌិតនិងដើម្បីបន្សល់ទុកនូវអត្តសញ្ញាណសម្គាល់លើពិភពលោកសូមឲ្យរឿងរបស់គាត់រំលឹកយើងថាស្ត្រីគ្រប់រូបមានកម្លាំងនៅក្នុងការកំណត់ជោគវាសនារបស់ខ្លួនឯងជាចុងក្រោយក៏សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមកដល់ចំណុចនេះហើយក៏សូមកុំភ្លេចជួយគាំទ្រ Channel Home Live តាមរយៈការចុច Subscribe, Like ចុចសញ្ញាកណ្ដឹងនិង Share សូមអរគុណ